ប្រដេម្នាក់នេះថតរូបប្រពន្ធគាត់ខោត្រណប់រយយកបន្ទាប់ពីប្រពន្ធរបស់គាត់ស្លឹកឈើនៅថ្ងៃបន្ទាប់គាត់បានដកយករូបថតគាត់ពិនិត្យមើលថាតើខោត្រណប់របស់គាត់មួយណាប្រពន្ធពាក់ពេលនាងចាក់ចេញលើកនេះគាត់ទីបំផុតបានគាត់សម្គាល់ឃើញអ្វីមួយខុសប្រក្រតីនៅពេលដែលគាត់ប្រពន្ធ Amelia បានត្រឡប់មកផ្ទះវិញបុរសម្នាក់នៅពីក្រោយអ្នកកំណត់ចំណាំទាំងនេះនឹងលេចឡើងនៅគ្រប់ជ្រុងនៃផ្ទះរៀងរាល់ពីរបីថ្ងៃសូម្បីតែពេលនាងចេញក្រៅជាមួយក៏ដោយមិត្តភក្តិនាងត្រូវផ្ញើរូបថតទៅនាងស្វាមី Felix រៀងរាល់30នាទីម្ដងបើមិនដូច្នោះទេនាងនឹងត្រូវគេវាយដំខ្លាំងបែបនេះការគ្រប់គ្រងអេរយាបបានជំរុញឲ្យនាងទាំងអស់មិត្តភក្តិនិងក្រុមគ្រួសារនៅឆ្ងាយពីនាងមួយនៅថ្ងៃនោះ Amelia កំពុងញ៉ាំអាហារថ្ងៃត្រង់ជាមួយមិត្តរួមការងារអ្នករត់ទៅប្រុសម្នាក់បានសម្លឹងមើលនាងដោយក្តីញឿនឆ្ងល់វិធីពិសេសមួយ Amelia ចូលចិត្តរឿងនោះអារម្មណ៍ចាប់តាំងពីពេលនោះមកនាងបានមកដល់ចំណុចនេះភោជនីយដ្ឋានជារៀងរាល់ថ្ងៃនៅទីបំផុតនាងទំនាក់ទំនងជាមួយអ្នករត់ទៅបានអភិវឌ្ឍបន្ថែមទៀតអ្វីដែល Amelia មិនបានរំពឹងទុកនោះគឺដែលអ្នកបម្រើបានថតទុកដោយសម្ងាត់អ្វីគ្រប់យ៉ាងនៅពេលដែលពួកគេស្និទ្ធស្នាលនៅថ្ងៃបន្ទាប់នៅកន្លែងធ្វើការមនុស្សគ្រប់គ្នាបានសម្លឹងមើល Amelia ចម្លែកណាស់វាបានប្រែក្លាយថាអ្នករត់ទៅបានបង្ហោះវីដេអូនោះតាមអ៊ីនធឺណិតស្វាមីមិនអាចទទួលយករឿងនេះបានទេគាត់បានដាក់ពាក្យសម្រាប់ការលែងលះ Amelia បានទៅក្រុមហ៊ុនច្បាប់មួយ MTV ឈ្មោះ Harry គឺជាមនុស្សល្បីល្បាញម្នាក់ MTV លែងលះគាត់មិនដែលបាត់បង់ករណីលែងលះ Amelia បាននិយាយថានាងមិនចង់ទ្រព្យសម្បត្តិណាមួយសំណើតែមួយគត់របស់នាងគឺសិទ្ធិមើលថែកូនរបស់ពួកគេ Harry បានសម្រេចចិត្តថាទទួលយកករណីដ៏លំបាកបំផុតនេះនៅយប់នោះ Amelia បានដើរតាម MTV របស់នាងដំបូន្មានហើយបានផ្លាស់ទៅផ្ទះវិញ Amelia បានងាកមកនៅលើភ្លើងនៅពេលនោះ Amelia បានប្រគល់ផ្លែឈើខ្លះទៅកូនប្រុសរបស់នាង Amelia ដឹងថានាងបានធ្វើឲ្យកូនប្រុសរបស់នាងខកចិត្តនាងដើរចេញពីបន្ទប់ភ្លាមនៅពេលដែលនាងពេលចេញមកឃើញ Felix កំពុងត្រឡប់មកផ្ទះវិញបានប្រាប់នាងឲ្យចេញទៅ Amelia បានបដិសេធ Felix ចាប់សក់នាងកូនប្រុសរបស់ពួកគេបានឬពួកគេប្រយុទ្ធគ្នាគាត់បានបើកសំឡេងខ្លាំងលើវីដេអូហ្គេមរបស់គាត់ចង់លងស្នេហ៍នឹងភាពឈឺចាប់សំឡេងរបស់ពួកគេឆ្លោះប្រកែកគ្នានៅថ្ងៃបន្ទាប់អ្នកទាំងពីរបានមកទៅបន្ទប់សម្របសម្រួលតុលាការជាមួយពួកគេ MTV របស់លោក Felix បានចោទប្រកាន់ Amelia ពីបទមិនទទួលខុសត្រូវចំពោះកូនរបស់នាងបានសន្យាថានឹងទៅជួបឪពុកម្ដាយជាគ្រូបង្រៀនសន្និសីទប៉ុន្តែមិនដែលបង្ហាញខ្លួនទេនេះបានធ្វើឲ្យក្មេងនោះខឹងខ្លាំងណាស់រហូតរត់ចេញទៅបានរងរបួស Harry បានទាញវាចេញក្រដាសស្អិតដែលប្រមាថមើលងាយលោកក៏បានបង្ហាញផងដែរអេរយាបគ្រប់គ្រងនឹងអំពើហិង្សារបស់ Felix ឆ្ពោះទៅរក Amelia ភាគីប្រឆាំងអ្នកលេងបន្ទាប់មកបានលើកឡើងវីដេអូអាហាភាសរបស់ Amelia Harry បាននិយាយថា Amelia ក៏ជាជនរងគ្រោះដែរនាងបានចាញ់ការងាររបស់នាងដោយសារតែឧបទ្ទហេតុវីដេអូ Amelia ចង់បានសិទ្ធិមើលថែកូនព្រោះនាងមិនចង់ចង់ឲ្យកូនរបស់នាងរងទុក្ខដោយការគ្រប់គ្រងដូចគ្នានាងបានធ្វើនៅទីបំផុត Harry បានចាប់យករាល់ចំណុចខ្វះខាតនៅក្នុងអំណះអំណាងផ្ទុយគ្នានឹងបានតស៊ូវិញគាត់បានឈ្នះឱកាសសម្រាប់សវនាការផ្លូវការរបស់តុលាការប៉ុន្តែនេះនៅតែជានៅឆ្ងាយគ្រប់គ្រាន់សម្រាប់ Amelia ដើម្បីឈ្នះការរៀបចំរបស់ Amelia Harry បានជួបគ្នាជាឯកជនជាមួយកូនប្រុសរបស់នាងឈ្មោះ Miho មើលទៅសង្ហាណាស់មិនសប្បាយចិត្ត Harry បានសួរថាតើមានអ្វីកើតឡើងដែរឬទេរំខានគាត់នាពេលថ្មីនេះ Harry បានសួរថាតើវាដោយសារតែរបស់គាត់ឬអត់ឪពុកម្ដាយកំពុងឆ្លោះប្រកែកគ្នា Miho នៅស្ងៀម Harry មិនអាចយល់បានថាក្មេងប្រុសនោះជាអ្វីនោះទេបានឃើញឬអ្វីដែលគាត់កំពុងព្យាយាមបំភ្លេចមុនពេលកាត់ក្តី Harry បានជួបជាមួយ Miho ម្ដងទៀតទីបំផុតគាត់បានរៀនពីអ្វីដែល Miho ចង់បំភ្លេចចោលនៅថ្ងៃនេះការជំនុំជម្រះ Harry បានដើរទៅរក Felix នៅក្នុងបន្ទប់សវនាការអ្វីដែលគាត់ហៀបនឹងនិយាយនឹងវាបានបង្ហាញថា Felix បានចំណាយអ្វីគ្រប់យ៉ាង Felix បានសួរកូនប្រុសរបស់គាត់ថាតើគាត់ចង់បានអ្នកណារស់នៅជាមួយ Felix ក៏មានបង្ខំកូនប្រុសរបស់គាត់ឲ្យមើលវីដេអូរបស់គាត់រឿងស្នេហារបស់ម្ដាយ Amelia មិនអាចជឿបានឪពុកម្នាក់នឹងធ្វើរឿងបែបនេះនាងគឺជាខឹងសម្បាយ៉ាងខ្លាំងនាងស្អប់ប្តីរបស់នាងគ្រប់បែបយ៉ាងជាតិសរសៃនៃអត្ថិភាពរបស់នាងមិនដឹងពីរបៀបទេនាងនឹងបានជួបកូនប្រុសរបស់នាងម្ដងទៀត